បបាយធ្លាប់មានម្ដាយថ្នាក់ថ្នមថាតែពេលនេះអ្វីគ្រប់យ៉ាងផ្លាំងប្រែកូនយំអិនឡើយព្រោះតែបែកពីម៉ែស្រណងគ្រាដែលកុំសត់រួមគ្នាអ្នកម៉ែមិនដែលរុញរីព្រោះតែចង់ឲ្យកូនសុខរឿងលំបាកគ្រប់យ៉ាងម៉ែតែងលៀងទុកមិនចង់ឲ្យកូនកាត់ទុកចង់ឃើញតែកូនញញឹមទឹកភ្នែកហូរព្រោះតែនឹកនាងម្ដាយកូនសែនស្រណងសោកស្ដាយអាណិតអ្នកម្ដាយខ្លាំងណាស់ម៉ែតែងក្រោកឈររៀងរាល់គ្រប់ផ្សឹងជាតិនេះរូបកូនជំពាក់គុណនាងម្ដាយច្រើនពេកហើយបើសិនវេលានឹងអាចត្រឡប់កូននឹងអបម៉ែឲ្យជាប់មិនឲ្យរបូតពីដៃតែពេលនេះក្រុមយ៉ាងបានត្រឹមស្រមៃព្រោះតែរូបអ្នកម្ដាយឃ្លាតឆ្ងាយឃ្លាតគ្មានថ្ងៃជួបទឹកភ្នែកហូរ